តួអង្គ nitrogen ដែលមានអក្សរកាត់តួ N ណាបងប្អូនតួ N គឺជាអ្វីគឺជា G ដែលមានលេខនៅខាងដើមគេដែលបងប្អូនស្គាល់តែ NPK N ខាងមុខនឹងហើយគឺជា nitrogen បងប្អូនណាបើ N នឹងខាងមុខមានលេខប៉ុន្មាននឹងបរិមាណអាសូតមានប៉ុណ្ណោះដូចគ្នាដូចថា1846ដែលយើងនិយមហៅថា DAP នោះ18លេខខាងដើមនោះគឺជាតួ N នឹងហើយបងប្អូនអញ្ចឹងមុខងារអាសូតហ្នឹងតើវាជួយអ្វីខ្លះដល់ដំណាំស្រូវរបស់យើងប៉ុន្តែអើយស្រូវដំណាំមិនមែនត្រូវការតែតួ N តែមួយមុខនោះទេបងប្អូនណាសារធាតុចិញ្ចឹមមានរហូតដល់ជាង10មុខឯណោះវាមានមីក្រូធាតុ8ម៉ាក្រូធាតុហ្នឹង7បងប្អូនណាប៉ុន្តែតួ NPK ហ្នឹងគឺជាអ្នកដឹកនាំឲ្យមានប្រសិទ្ធភាពចំពោះជីផ្សេងទៀតបើខ្វះ NPK ហ្នឹងក៏អត់បានដែរបងប្អូនណាជាពិសេស N ហើយតែបានគេដាក់ N ខាងមុខគេហើយបានដាក់ P កណ្ដាលហើយបានដាក់ potassium នៅចំចុងក្រោយគឺ N វាជាអ្នករំញោចនៃការលូតលាស់របស់ដំណាំឲ្យបានលូតលាស់លឿនហើយវាជាតួអង្គមួយបង្កើតនៃ chlorophyll ផងដែរធ្វើឲ្យដំណាំរបស់យើងមានភាពខៀវស្រងាត់អញ្ចឹងទេតែម្ដងបងប្អូនណាដែលហៅថាពណ៌បៃតងមិនមែនពណ៌ខៀវទេបងប្អូនណាប៉ុន្តែជាភាសាសាមញ្ញតែហៅថាពណ៌ខៀវអញ្ចឹងទៅហើយអានេះវាជាតួអង្គមួយដែលជំរុញឲ្យកើតអរម៉ូន gibberellic អ្នកខ្លះហៅ gibberellin តែបើអក្សរវាពេញគឺ gibberellic ណាបងប្អូន gibberellic ជាអ្វីដែលកើតពីអាសូតហ្នឹង gibberellic វាកើតឡើងវាជាតួអង្គជំរុញឲ្យកោសិកាហ្នឹងលូតមានរាងជាទ្រវែងបងប្អូនចាំសម្គាល់មើលដល់ពេលដែលយើងប្រើ G ដែលអត់មានកាលណាអត់មានពេលឬការចូលរួមបងប្អូនឃើញណាដល់ពេលដែលយើងប្រើប្រាស់ GN នឹងលើសបរិមាណជាហេតុធ្វើឲ្យដើមស្រូវហ្នឹងវាហក់ឡើងមកលើខ្លាំងវាមានរាងជាទ្រវែងហើយតូចស្លឹកវាក៏រាងតូចដែរហើយរាប់សប្តាហ៍ថ្ងៃនេះក៏គេមានអរម៉ូន gibberellic លក់នៅលើទីផ្សារដែរដែលគេហៅថា fast grow ឬក៏លូតលាស់លឿនហើយអ្នកខ្លះគេហៅថាថ្នាំពន្លូតហ្នឹងឯងបងប្អូនណាហ្នឹងគឺជាតួអង្គ gibberellic ហើយវាមានប្រយោជន៍ក៏វាមានផលរំខានដល់ដំណាំដែរបើយើងប្រើប្រាស់មិនបានត្រឹមត្រូវចំលក្ខណៈគោលដៅរបស់វាអញ្ចឹងធ្វើបែបម៉េចទើបដឹងថាលើសអាសូតធ្វើបែបម៉េចទើបដឹងថាលើស nitrogen អ្នកខ្លះគិតនិយាយថាគិតមិនដែលបានបាយជីអេរ៉េទេតែស្រូវគាត់សັບតែល្អហក់ឡើងល្អខ្លាំងកត្តាទី1អាចបណ្ដាលមកពីដីរបស់គាត់សម្បូរអំណោយផលធម្មជាតិដែលបានរលួយពីកាកសំណល់ធម្មជាតិជាហេតុធ្វើឲ្យដីរបស់គាត់នឹងសម្បូរអាសូតក្នុងដីមួយវិញទៀតដែលគាត់មិនដែលបានប្រើអាសូតហ្នឹងគាត់អត់ដឹងបានថាជីដែលគាត់ប្រើហ្នឹងមានអាសូតទេដូចជា27 12 6លេខខាងដើម27ហើយគឺជាអាសូត20 20 15 20ខាងដើមនោះហើយគឺជាអាសូតបងប្អូនណាឲ្យតែលេខខាងដើមគឺជាអាសូតទាំងអស់អញ្ចឹងបងប្អូនកុំយល់ច្រឡំថាមិនដែលបានប្រើអ៊ុយរ៉េផងហេតុអីបានស្រូវឡើងហក់ឡើងខ្លាំងហើយបែរទៅជាលើសអាសូតណាហេតុផលវាមាន2យ៉ាងហ្នឹងបងប្អូនហើយសួរថាប្រើប្រាស់មកបានដល់ពេលណាដល់ពេលស្រូវយើងតូចយើងប្រើប្រាស់ចលោមើលសិនហើយយើងត្រូវស្គាល់ពីដំណើរការលូតលាស់របស់ប្រភេទពូជបងប្អូនដែលបានប្រើឧទាហរណ៍ដូចជាផ្ការំដួលសែនក្រអូបចំបៃស70អីអស់ហ្នឹងវាមិនទាមទារអាសូតច្រើនទេប៉ុន្តែខ្ញុំនិយាយនេះមិនត្រូវ 100% បងប្អូនណាវាសមស្របទៅនឹងលក្ខខណ្ឌអំណោយផលពីធម្មជាតិក្នុងដីផង
chẳng bên là dương bài chở lô mưa sân bao bị họឡើងkhác bên này thá vì cướp con này cao para hạ sâu thời chẳng dương trâu ở lợi tí pí dương trâu bánh chọn này cao para sâu tiếng sòng rưỡi có dương bánh bất à sốt pi hàng lơ bình đồng bay bùng rừng sạc về lớn thời sạc để con để tuôn hới cứ vì mình tròn màu bình thì một bốn á sầm khánh bẩn đô mây luôn máu cứ vì tròn là bình lỗ nút từ bây giờ ai cướp cùng bàn chẳng việc rồi khi mình gì ấy bắt bọc ôn pi rồi biếp bòn sa bà sốt ta bòn sa bà sốt khi thôi dạng đội mình ở trong trăm độc hiệu bẩn tó rồi số chút bọc ôn bẩn đằng rồi bọc ôn cứ tham miên phải gió bọc ôn đạp hới có tra vô chó hơi ai nữa ai đừng chăm vô tại đó có bán mình bay miên cầm nọ tra có bán hơi complex chui chạy đồng đấy xưa làm bay cả sĩ coi dương đừng ngọc này phòng trong thua nít cứ chui đòi bọc ổn để cả sẽ có để cất nấu miền phim khoác hát thà ca dội đằng bọc quất nó miền cầm rật rồi mình tu tấu để bọc ổn á nè khác có cất bù cài nè khác có cất trái đài chân cùng vô cho lắm thật trong vì đầm lại lấy cả sĩ có tu tấu mình mền thế cứ mùi chùm luôn tại phần nọ chẳng nè để check đấy nè để mình check đấy bờ bàn khơi hết sông chạy thùng lấy bị thua đi đó là bọc ổn hoặc nia để có mỗi cái cho làm thà cất mà lại bàn bài ở sâu thoáng mình bàn bài ở đây thoáng bài chỉ sâu cái tao chỉ là sâu chỉ hai tuổi quất mình đăng tìm mua lại này cả là sâu chẳng sống chút mà bốn mình đang mà bốn á nhưng mà không trơn